យោងទៅតាម True Social របស់ប្រធានាធិបតីលោក Donald Trump ដែលគាត់បានចាញ់នៅព្រឹកថ្ងៃទី23 ខែ 4 ហ្នឹងកងឆ្មាំបដិវត្តអ៊ីស្លាមរបស់អ៊ីរ៉ង់បានបញ្ចេញនៅវីដេអូនៃការរឹបអូសឬក៏ប្លន់យកនាវាពាណិជ្ជកម្ម2គ្រឿងនាវាពាណិជ្ជកម្ម2គ្រឿងនៅក្នុងតំបន់នៃច្រកសមុទ្រហូម៉ូសនៅថ្ងៃនេះដែលនាវាទាំងពីរនោះមកពីប្រទេសស្វីសហើយនិងប្រទេសក្រិចតំបន់នៃច្រកសមុទ្រហូម៉ូសគឺជាផ្លូវសមុទ្រដ៏សំខាន់បំផុតនៅក្នុងពិភពលោកដែលប្រេងភាគច្រើនត្រូវដឹកជញ្ជូនឆ្លងកាត់នៅទីនេះដូច្នេះព្រឹត្តិការណ៍នេះធ្វើឲ្យមានការព្រួយបារម្ភអំពីសវត្ថិភាពពាណិជ្ជកម្មនិងធម្មពលពិភពលោកសតវិមានបាននិយាយថាការឆ្លើយតបរបស់សតវិមានបានឆ្លើយថាប្រធានាធិបតីលោក Donald Trump មិនបានចាត់ទុកហេតុការណ៍នេះថាជាការបំពានលើបទឈប់បាញ់នោះទេអញ្ចឹងបើយើងងាកទៅមើលលោក Donald Trump គាត់បានស្វាស្វែងមែនទែនដើម្បីរកបទឈប់បាញ់ជាមួយនឹងអ៊ីរ៉ង់មើលទៅប្រហែលជាគាត់ចង់នឹងរកវិធីមួយដើម្បីឲ្យនឹងដកខ្លួនចាញ់ពីសង្គ្រាមនៅអ៊ីរ៉ង់ប៉ុន្តែអត់ទាន់ដកខ្លួនចាញ់បានទេអញ្ចឹងទោះបីជាមានការកើនឡើងកម្ដៅខ្លាំងយ៉ាងណាក៏ដោយក៏ប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិកនៅតែមិនទាន់មានចំណាត់ការដោយការប្រើកងកម្លាំងឬក៏ការទម្លាក់ក្របែកផ្សេងៗទេគាត់សុខចិត្តខំថ្មិញសង្កត់ចិត្តដើម្បីបន្តបទឈប់បាញ់មូលហេតុនាវាទាំងពីរមិនមែនជានាវារបស់អាមេរិកនិងអ៊ីស្រាអែលដូច្នេះវាមិនមែនចូលនៅក្នុងលក្ខខណ្ឌនៃបទឈប់បាញ់ឬក៏ពាក់ព័ន្ធទៅនឹងប្រទេសទាំងនោះទេអញ្ចឹងគាត់អត់ខ្វល់ទេគាត់ខ្វល់តែពីរគាត់គឺប្រទេសអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកអញ្ចឹងក្រៅពីនាវាផ្សេងៗហ្នឹងគឺអត់មានឲ្យមកបញ្ឈប់នៃបទឈប់បាញ់រវាងអាមេរិកនិងអ៊ីរ៉ង់បានហ្នឹងទេស្ថានភាពបន្តភាពតានតឹងទោះបីជាយ៉ាងណាសហរដ្ឋអាមេរិកនៅតែបន្តអនុវត្តវិធានការរឹតបន្តឹងដូចជាការបិទផ្លូវពាណិជ្ជកម្មនាវារបស់អ៊ីរ៉ង់អញ្ចឹងកន្លែងនេះកាន់តែមានភាពតានតឹងខ្លាំងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ព្រោះអាមេរិកគាត់បានបិទនៅច្រកសមុទ្រអូម៉ូសឬក៏ផ្លូវទឹកនៃការដឹកជញ្ជូននឹងអត់ឲ្យមាននាវាណាអាចទៅរួចបានទេនេះមានន័យថាភាគីទាំងពីរនៅតែមានភាពតានតឹងខ្ពស់និងមានសញ្ញាណណាមួយថានឹងស្ងប់ស្ងាត់ដោយឆាប់នេះនោះទេអត្ថន័យសំខាន់នៅក្នុងនេះព្រឹត្តិការណ៍នេះបង្ហាញថាតំបន់ពាណិជ្ជតំបន់មជ្ឈមបូព៌ានៅតែមានហានិភ័យខ្ពស់តំបន់នៅមជ្ឈមបូព៌ានៅតែមានហានិភ័យខ្ពស់អាចប៉ះពាល់ដល់តម្លៃប្រេងតម្លៃហ្គាសនិងតម្លៃពាណិជ្ជកម្មពិភពលោកក៏អាចនាំឲ្យមានការប្រឈមមុខដាក់គ្នាបន្ថែមទៀតទៅលើកងកម្លាំងយោធាបន្ថែមទៅតាមភាពតានតឹង